và hai game đi tôi cả tầm ôi gì đấy ngày đấy cứ nhung vậy bị anime rồi mình ta nhung anh vậy bị anime thay vậy nhung vậy đã to mùi đằng anime này nhung thọ vậy bị môn mèo ấy hai anime mới cứ Jujutsu Kaisen là nhung thọ vậy là chỉ anime mua đằng main animation mua đọc lọ mình tên tu on sai cường ấy cứ nhung ăn vậy bị chờ nó hay còn tại ở ngày đấy video ngày nó cứ nhung trong cái đào tơ lơ tại trận này pi sầm khăn này tại trận này mới như trận này tại nhung trôi chất khăng mình đến vì cường Jujutsu Kaisen hai mươi tới chúng ta chỉ lịch sau mới bắt Jujutsu Kaisen chẳng chúng ta vậy bị power scaling hay là world building thôi à chứ power scaling nó nói Jujutsu Kaisen cứ chỉ lịch đây là chúng ta với cô chào vào lắm em chưa tha mà ha trôn gì trở nên lơ internet cứ kê tay để là ô từ lơ caprio từ lơ power đò mi là cái nặng smoke smile mũi đo nẹt mơ thôi tận tái khảo vì cái lại caprio từ lơ à phim smoke smile được ông có tha power scaling នៅក្នុង Jujutsu Kaisen វា make sense ច្រើនហើយក្នុង video គឺខ្ញុំដឹងនិយាយ spoiler ទៅលើ manga ហើយខ្ញុំផ្ដោតសំខាន់ទៅលើអាកន្លែងចុងក្រោយគេម្ល៉េះជើងជឿដែរណាគេក៏ដឹងថាកន្លែងចុងក្រោយហ្នឹងគឺ Sukuna វាយមួយ Gojo ដែលជាចំណុចមួយដែលសំខាន់ដល់កក្រាកក្រែងមួយនៅក្នុង anime ខ្លាំងមែនទែនតែមុនខ្ញុំនិយាយទៅដល់កន្លែងហ្នឹងគឺយើងត្រូវចង់ដឹងទៅលើ power scaling នៅក្នុង Jujutsu Kaisen លក្ខណៈមួយដែលខ្ញុំចូលចិត្តទៅលើ Jujutsu Kaisen គឺមិនសំខាន់ថាតួអង្គណាវាខ្លាំងជាងតួអង្គណាខ្ញុំជឿចឹងហ្មងឧទាហរណ៍ Gojo ឬក្នុងរឿងហ្នឹងគេថាជាតួអង្គមួយដែលខ្លាំងមែនប៉ុន្តែចុងក្រោយទៅចាញ់ Sukuna គេកន្លែងហ្នឹងគឺវាមួយហើយតួអង្គមួយចំនួនគឺធ្វើការយកឈ្នះទៅលើតួអង្គមួយទៀតមិនមែនដោយសារអាមួយខ្លាំងជាងអាមួយហ្នឹងទេខ្ញុំគិតថាវាអាចនិយាយថាដោយសារតួអង្គវាខ្លាំងដែរប៉ុន្តែបើសិនជាយើងគិតទៅលើភាពវៃឆ្លាតនៅក្នុងការវាយឈ្នះគិតទៅលើការ counter skill របស់តួអង្គមួយហ្នឹងខ្ញុំគិតថាអ្នកអសេគេធ្វើបានល្អយ៉ាងមែនជាពិសេសនៅកន្លែងចុងក្រោយហ្នឹងដែលខ្ញុំគិតថាជា spoiler មួយហើយខ្ញុំនិយាយចុងក្រោយនិយាយទៅកន្លែង Sukuna វាយមួយ Gojo ហើយដែលយើងដឹងថាតួអង្គ Gojo មានថាមពលមួយហៅថាថាមពល limitless ដែលជាថាមពលមួយដែលថាអាចប៉ះបានទេហើយទាំងទៅប្រឆាំងគ្នាជាមួយនឹង Sukuna ដែលមានថាមពលអាច counter ហ្នឹងបានអញ្ចឹង Sukuna ខ្ញុំគិតថាកន្លែងហ្នឹងគេធ្វើបានល្អតាក់ទងជាមួយនឹងការរកនៅយុទ្ធសាស្ត្រវិធីសាស្ត្រដើម្បីធ្វើការ counter លើអា skill ហ្នឹងអញ្ចឹងដើម្បី counter ទៅលើក្បាច់ដែលវាយចូលហ្នឹងគឺធ្វើការយកក្បាច់ណាដែលអាចអណ្ដាប់វាបានអញ្ចឹងគាត់ថាគេធ្វើលយមែនទែនហើយចុងក្រោយតួអង្គ Gojo ងំគាត់ថាវាជាឈុតឆាកមួយដែលចេញមកកកើតក្រែងមែនប៉ុន្តែគាត់ថាគេធ្វើមកសមបើអាចថាអ្នកខ្លះថាតួអង្គហ្នឹងអត់ត្រូវខ្លាំងដល់ថ្នាក់ហ្នឹងតែខ្ញុំគាត់ថាកន្លែងហ្នឹងគេធ្វើត្រូវដោយសាររបៀបដែលគេដាក់មកគឺវាមិនចេញមកឲ្យតែតួអង្គនេះវាខ្លាំងជាងត្រូវឈ្នះគេរហូតទេគឺពេលខ្លះក៏មាននៅចំណុចខ្សោយចំណុចដែលគេវាយបុកចូលបានដែរអញ្ចឹងគាត់ថាកន្លែងគឺជាកន្លែងដែលល្អមែនទែនចំពោះ Jujutsu Kaisen សម្រាប់ខ្ញុំមិនថំទៅ Gojo មកមួយ Sukuna ទាំងតួអង្គផ្សេងទៀតនៅក្នុងរឿងហ្នឹងឈុតឆាកមួយណាក៏ចេញមកតាក់ទងជាមួយ counter តាក់ទងជាមួយនេះដែរតួអង្គដូចឧទាហរណ៍ដូចតួអង្គ Todo អញ្ចឹងថាមពលបើយើងគិតទៅថាមពលមិនសូវខ្លាំងប៉ុន្មានទេតែតួអង្គមានIQ មានអីណារបៀបប្រើថាមពលក្នុងរបៀបមួយដែលខ្លាំងអញ្ចឹងទៅវាយតួអង្គក៏ខ្លាំងណាស់នឹងដែរដូចមក Hito ឬវាយអីចឹងខ្ញុំគាត់ថាកន្លែងលយហើយតាក់ទងមួយតួអង្គផ្សេងទៀតក៏ធ្វើដូចបែបហ្នឹងដែរវាមិនដូចរឿងខ្លះតាក់ទងមួយតួអង្គឲ្យតួអង្គហ្នឹង stay ថាជាតួអង្គដែលខ្លាំងជាងគេទាំងអស់ជឿដល់វាយឈ្នះគេយកមកប្រើថាមពលមិនប្រើ IQ អីនិយាយញ៉ាយយុទ្ធសាស្ត្រអីច្រើនទេខ្ញុំគាត់ថារឿងមួយដែលអាចថាស្តៀងអញ្ចឹងគឺគាត់ថាមាន Naruto ខ្ញុំគាត់ថាជារឿងមួយដែលគេប្រើយុទ្ធសាស្ត្រក្នុងការវាយគ្នាយកឈ្នះសត្រូវអញ្ចឹងដែរខ្ញុំគាត់ថាក៏លយដែរហើយ Jujutsu Kaisen ក៏ដូចគ្នាដែរតែអ្នកមួយចំនួនគេគិតថាកន្លែងហ្នឹងវាអត់ស្ទើរសមឬក៏គេអត់ស្ទើរចូលចិត្តកន្លែងហ្នឹងហើយខ្ញុំយល់ដោយសារគេចូលចិត្តតួអង្គមួយហ្នឹងហើយភាគច្រើនគេចង់ឃើញតួអង្គឈ្នះយ៉ាងនៅប៉ុន្តែជាចុងក្រោយខ្ញុំគិតថាកន្លែងគេធ្វើសមហើយឥឡូវចូលមកកាន់ world building វិញម្ដងខ្ញុំគិតថានៅក្នុងមួយចំណោម anime ទាំងអស់ world building សម្រាប់ Jujutsu Kaisen ទាំងខ្សោយជាងគេនិយាយមែនអញ្ចឹងហ្នឹងក៏ជាចំណុចដែលខ្ញុំចង់ complain ខ្លាំងដែរហើយខ្ញុំអាចនិយាយបានថា anime ផ្សេងទៀតដូច Naruto ឬ One Piece ដូច anime ច្រើនទៀតខ្ញុំគាត់ថា world building ដែលគេ save background តួអង្គគេចេញមកឡើងលយមែនតើពិភពរបស់គេគឺគេធ្វើអង្គុយចាប់អារម្មណ៍ប៉ុន្តែនៅក្នុង Jujutsu Kaisen ខ្ញុំគាត់ថាគេអត់សូវផ្ដោតទៅលើកន្លែងហ្នឹងច្រើនទេ world building ក៏គេអត់សូវដាក់ខ្លាំងដែរកន្លែងហ្នឹងអញ្ចឹងបើសិនជាតួអង្គមួយធ្វើការចូលអាក់ហ្នឹងហើយគឺសម្រាប់អាក់ហ្នឹងហើយគឺចប់រឿងចប់ស្អី Jujutsu Kaisen យកមកវាអត់មានដែលថាអ្នក
អ្នកសរសេរគេបានផ្ដោតភាគច្រើនថែមសាច់រឿងមួយណាដែលវាពាក់ព័ន្ធជាមួយប្រវត្តិនៃពិភពនឹងមូលហើយពេលខ្លះខ្ញុំអាចថាពេលខ្លះខ្ញុំមើលហិង្វល់តែต้องជាមួយតួអង្គខ្លះតួអង្គនេះវាតាក់ទងគ្នាតែអ្នកសរសេរសេឡើងក្នុងរបៀបមួយណាតិចមែនតើខ្ញុំគាត់ថាពេលសេយីមកធ្វើឲ្យអ្នកមើលគឺច្រឡំពេញនឹងយកមកតតែមើលអស់ចប់អស់ហើយតមើលសាក់ដាវវិញមិនអាចថាអូខេយកកន្លែងខ្លះប៉ុន្តែវានៅមានកន្លែងច្រឡំប្រហោងដូច timeline មួយចំនួនអញ្ចឹងជាពិសេសឲ្យ timeline ដែលគេបញ្យល់នៅ Culling Game គឺខ្ញុំគិតថា wall មែនតើដឹងតួអង្គមកពីណាពីណីខ្លះពីជំនាន់សម័យណាខ្លះតែសំខាន់ចេញមកវាអត់សូវមានទម្ងន់ប្រមាណទេភាគច្រើនខ្ញុំចូលចិត្តទៅលើអាសាច់រឿងដែលយើងមានឥឡូវហ្នឹងមែនប៉ុន្តែគេអត់សូវផ្ដោតអាលើសាច់រឿងពីមុនអញ្ចឹងខ្ញុំអត់សូវខ្វល់ពីតួអង្គដែលមកពីមុនមែនទេអញ្ចឹងវាជាចំណុចមួយដែលខ្ញុំគិតថាវាមិនសូវជាធ្ងន់ឬក៏មិនសូវជាខ្លាំងប្រហែលនៅក្នុង Jujutsu Kaisen តែខ្ញុំនៅចូលចិត្ត anime នឹង anime គឺជា anime មួយដែលល្អក្រៅពីចង់បញ្ចប់មួយនឹងហើយចង់បញ្ចប់ក៏ខ្ញុំចង់និយាយដែរចង់បញ្ចប់ Jujutsu Kaisen គឺជាចង់បញ្ចប់មួយដែលខ្ញុំអត់ចូលចិត្តសោះហ្មងនិយាយមែនខ្ញុំនិយាយមិញថាចូលចិត្ត Gojo by Masaku ដែរប៉ុន្តែក្រោយមកទៀតខ្ញុំគាត់ថាអ្នកសរសេរដឹងកើតនេះវាសរសេរមកឲ្យចង់ក្រោយ Saku ណាចាញ់វាខ្ញុំយល់ចាញ់ខ្ញុំមិនជាបញ្ហាប៉ុន្តែរបៀបតួអង្គចាញ់គឺខ្ញុំគិតថារឿងនេះមែនតើតួអង្គមកវាយងាប់ចុងក្រោយហើយតួអង្គ UG វាធ្វើចេញមកក្នុងន័យមួយដែលអត់សមមិនដូចពេលអាវគ្គមុន Gojo by Masaku ណាចេញមកគិតថាគេធ្វើសមកន្លែងហ្នឹងតែក្រោយមកនេះមានអារម្មណ៍ថាបាត់ logic ដល់តែឡើងយើងមក logic មិននិយាយទៅគឺពិបាកទួយកមែនចង់បញ្ចប់ Jujutsu Kaisen ហើយឲ្យតួអង្គហួរឡើងវិញទៀតហើយនោះក៏ជាចំណុចមួយខ្ញុំអត់សូវចូលចិត្តដែរនិយាយសេនហ្មងណាហើយសរុបសេចក្តីមកវីដេអូមានប៉ុណ្ណឹងទេខ្ញុំក៏ចង់និយាយតជាមួយនឹង Jujutsu Kaisen ចំណុចដែលខ្ញុំចូលចិត្តខ្លាំងហើយជាមួយខ្ញុំចំណុចដែលខ្ញុំគិតថាវាមិនសូវជាចំណុចខ្លាំងណាស់ណារបស់ Jujutsu Kaisen ទេខ្ញុំគិតថាជាចំណុចពេញខ្សោយរបស់ Jujutsu Kaisen តែសរុបមកខ្ញុំគិតថា anime នេះគឺជានៅជា anime ដែលខ្ញុំចូលចិត្តដែរដោយសារវាចេញ season ទី3ហើយអញ្ចឹងខ្ញុំធ្វើការនិយាយឲ្យហើយអស់ហ្មងពេលគេចេញ season ទី3ចប់ខ្ញុំធ្វើការនិយាយ Jujutsu Kaisen ម្ដងទៀតអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេចាំជួបនៅវីដេអូក្រោយបាយ